នេះជាពណ៌ថ្មីរបស់ iPhone 18 Pro Max ដែលគេហៅថា Dark Cherry ឬក៏ក្រហមបែបកម្ៅនឹងឯងនិយាយទៅក្រុមហ៊ុន Apple នឹងបង្កាស iPhone 18 Pro Max នៅក្នុងខែកញ្ញាខាងមុខនេះបើគិតពីពេលនេះទៅល្បាក់ប្រហែលជា4ខែដែរបើតាមការបែកធ្លាយគឺយើងដឹងតាក់ទងនឹងពណ៌តាក់ទងនឹងការកែប្រែមួយចំនួនហើយនឹងតម្លៃសម្រាប់ iPhone 18 Pro Max ដែលខ្ញុំនឹងលម្អិតនៅក្នុងវីដេអូនេះតែម្ដងអញ្ចឹងពណ៌យើងប្រហែលជាអាចឃើញ4ពណ៌សម្រាប់ iPhone 18 Pro Max ទី1គឺពណ៌ Dark Cherry ឬក៏ក្រហមបែបកម្ៅនឹងឯង Light Blue ពណ៌ផ្ទៃមេឃបែបស្រាល Dark Gray ប្រផេះប៉ុន្តែបែបកម្ៅណាយើងនិយាយថាពណ៌ខ្មៅចោះហើយមួយទៀតគឺពណ៌ Silver ឬក៏ពណ៌ប្រាក់នឹងឯងក្នុងនោះបើយើងមើលរូបរាងជាទូទៅមិនជាខុសគ្នាប្រហែលពី iPhone 17 Pro Max ក្នុងពេលបច្ចុប្បន្នទេប៉ុន្តែយើងអាចនឹងឃើញ Dynamic Island នឹងគឺទំហំតូចជាងមុនដែល Apple ព្យាយាមបង្រួមតូចជាងមុនដល់ទៅ 25% ហើយកាមេរ៉ាខាងក្រោយនឹងគេប្រើប្រាស់ Variable Aperture មានន័យថាគេអាចធ្វើការសេរីកម្រិតពន្លឺចូលនៅក្នុង lens កាមេរ៉ារបស់យើងបានអញ្ចឹងមានន័យថានៅពេលយើងថតរូបយើងអាចថតពេលយប់ថតអីចឹងទៅវាកាន់តែទាញពន្លឺចូលបានច្រើនជាងមុនកាន់តែច្បាស់ជាងមុនណាចូលមកកាន់តម្លៃម្ដងដូចជាមិនមានការកែប្រែពីឆ្នាំមុនទេ iPhone 18 Pro Max ចាប់ផ្ដើមពីទំហំទុក 256GB $1199 បើយើងយក18 Pro ធម្មតាតម្លៃអាច$1099 ហ្នឹងមកតាមអ្វីដែលយើងបានដឹងណាហើយមានព័ត៌មានអាប់ដេតបន្ថែមទៀតគឺខ្ញុំនឹងធ្វើវីដេអូជូនគ្នាយើងមើលហើយអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត